ស្មើគេវិញគឺឡើងការកន្លងអត់ដុំឲ្យខាលីវីដេអូគឺខ្ញុំរៀបនៅពេលយប់ដើម្បីផ្ដល់ collagen ទៅកាន់ស្បែករបស់ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ឆ្នាំ2026ក៏ដូចជាស្វាគមន៍មកកាន់ pack ថ្មីរបស់ខ្ញុំពីថ្ងៃនេះទៅខ្ញុំនឹងចាប់ផ្ដើមផុសវីដេអូតាក់ទងជាមួយនឹងការចែករំលែកអីផ្សេងៗនៅក្នុង pack ថ្មីមួយនេះអ្នកទាំងអស់គ្នាឲ្យដាច់ចេញពី account ឲ្យរកស៊ីរបស់ខ្ញុំហ្មងកុំឲ្យលុកលំច្បល់ចូលគ្នាខ្លាំងពេកវីដេអូដំបូងនៅក្នុង pack នេះគឺខ្ញុំចង់មកចែករំលែកតាក់ទងជាមួយនឹងផលិតផលទាំងអស់ដែលខ្ញុំបានផលពេញនៅក្នុងឆ្នាំ2025ឬក៏គេហៅថា favorite product of the year វីដេអូនេះភាគច្រើនគឺខ្ញុំឃើញ YouTuber សុកគេដែលគាត់ធ្វើអ្នកគ្នាគាត់ចែករំលែកតាក់ទងថាតើមកគាត់ប្រើអីសក់គាត់ប្រើអី body care គាត់ប្រើអីទៅកាន់អ្នកដែលទស្សនាចឹងចាប់ផ្ដើមដំបូងគឺ hair care product ដែលខ្ញុំប្រើអ្នកគ្នាដឹងហើយសក់ខ្ញុំពីមុនគឺឡើងឆេះខ្ទេចខ្ទីអស់ហ្មងដោយសារតែខ្ញុំលាងសក់ហើយ yes គឺឆេះសាហាវហ្មងហើយមកដល់ពេលនេះគឺខ្ញុំសម្រាប់ចិត្តថាខ្ញុំកាត់សក់មិនដោយសារតែសក់ខ្ញុំខូចជាអ្នកទាំងអស់គ្នាដោយសារតែសក់ខ្ញុំវាចាប់ផ្ដើមដកអាខ្មៅពីលើមកត្រឹមនឹងទៅហើយដល់ពីក្រោមវាទៅជាអាពណ៌ដែលសក់ពណ៌លឿងដែលយើងលាងមកទៅវាអត់ចូលគ្នាវាពិបាកមើលខ្លាំងមែនតើចាប់ផ្ដើមថែសក់ខ្ញុំមកវិញឥឡូវសក់ខ្ញុំបន្ទាប់ពីកាត់ហើយគឺមានសុខភាពល្អខ្លាំងមែនតើហ្មងហើយ hair care product ដែលខ្ញុំប្រើអ្នកទាំងអស់គ្នាគឺឈុតសាប៊ូ and honey ដែលខ្ញុំតែងតែប្រាប់អ្នកនរគ្នាជាប្រចាំថាខ្ញុំចូលចិត្តសាប៊ូនេះខ្លាំងមែនតើគឺជាផលិតផលរបស់ប្រទេសជប៉ុនហើយឈុតសាប៊ូ and honey នេះគឺផ្សំឡើងពីទឹកឃ្មុំក៏ដូចជាប្រេងផ្កាធម្មជាតិអីច្រើនខ្លាំងមែនតើហ្មងដែលសម្រាប់តែគាត់សក់ឆេះដាច់សពងសក់ឈូសអីហ្នឹងគឺផលត្រូវខ្លាំងហ្មងអ្នកទាំងអស់គ្នាហើយសាប៊ូនេះគឺគេមានច្រើនពណ៌ទៅតាមប្រភេទសក់ដែលអ្នកនរគ្នាមានបញ្ហាដោយសក់ខ្ញុំកាលពីមុនដែលខ្ញុំឆេះខ្លាំងខ្ញុំស្ងួតអញ្ចឹងគឺខ្ញុំប្រើពណ៌កាឈូកនេះចាគឺខ្ញុំប្រើអត់ច្រើនឈុតមែនតើដែលខ្ញុំនឹងដាក់ជួនអ្នកគ្នានៅកន្លែងនេះហើយបើស្មើគេវិញគឺឡើងផ្កាកន្លាប់អត់ដូចណាទាំងអស់គ្នាចាសម្រាប់មួយឈុតនេះគឺជួយទៅកម្ចាត់ក្អែលនៅគល់រោមក៏ដូចជាធ្វើឲ្យសក់ខ្ញុំដុះលឿនកក់ឆ្លាស់អ្នកគ្នាតែខ្ញុំកក់ឲ្យអានេះគឺខ្ញុំអប់ពណ៌កាឈូកនេះខ្ញុំអប់ពណ៌កាឈូកគឺខ្ញុំកក់ពណ៌កាឈូកខ្ញុំអប់អានេះហើយខ្ញុំអត់ទាន់រកផលិតផលសាប៊ូកក់សក់ណាដែលអាចមកជំនួសឈុតសាប៊ូកក់សក់ and honey នេះបានទេសម្រាប់សាប៊ូនេះមួយឈុតចន្លោះអាចពី31ទៅ33ហើយមានក៏ជាប្រភេទ limited edition ដែលចន្លោះពី33ទៅ35ឬក៏ហក់ទៅដល់39ហើយបើសិនជាអ្នកគ្នាចង់បានសាប៊ូនេះក៏ខ្ញុំមានដាក់កំងដែរហើយខ្ញុំធានាឲ្យវ៉ាន់ជប៉ុនប៉ិតជូនអ្នកទាំងអស់គ្នាមកពួកខ្ញុំប្រើផ្ទាល់ហើយខ្ញុំប្រើអត់ច្រើនខ្លាំងមែនតើបន្តទៀតខ្ញុំក៏ប្រើជាមួយនឹង hair oil របស់ brand and honey នេះដូចគ្នានៅគ្នានេះប្រភេទ limited edition សម្រាប់ប្រភេទនេះគឺវាមានក្លិនក្អូបជាងអា original ធម្មតាក្លិនក្អូបខ្លាំងមែនតើហ្មងសូម្បីតែអ្នកគ្នាអត់បាញ់ទឹកអប់ក៏ក្អូបដែរនេះប្រភេទធម្មតាអ្នកទាំងអស់គ្នាស៊ីនរបស់វាហើយនេះអាប៉កាធូនេះគឺសាជាមួយសាប៊ូគេនេះគេសាគេមានលេខ1លេខ2លេខ3អញ្ចឹងណាហើយអានេះប្រភេទអានេះ Sakura គឺខ្ញុំកក់ដូរក្លិនរហូតហ្នឹងដោយសារតែខ្ញុំចូលចិត្តក្លិនពពុះ and honey នេះមែនតើគឺក្លិនគេឡើង relax ឡើងស្អាតមកអញ្ចឹងហើយគឺខ្ញុំកក់ដូរក្លិនរហូតហើយសម្រាប់ hair oil នេះតម្លៃគេអាចចន្លោះពី14ទៅ16រៀលនៅក្នុងមួយដបហើយបើប្រភេទពួក limited edition របៀបគេធ្វើមកមានចម្រុះជាមួយនឹងភូឬក៏ចម្រុះជាមួយនឹងពនាងអីចឹងទៅអាចនឹងតម្លៃវាខ្ទង់18អីហើយខ្ញុំនិយាយមែន smell good ខ្លាំងណាស់អ្នកទាំងអស់គ្នាហើយទៅតាមនោះក៏ខ្ញុំនៅតែបន្តផលជាមួយនឹងរូបកិច្ច hair មកជាផលិតផលរបស់ប្រទេសជប៉ុនដូចគ្នាហើយអានេះគឺក្លិនផ្លែពេជ្រហើយពកាឈុតនេះគឺក្លិនផ្កាហើយចំពោះតម្លៃគេគឺ$9ប៉ុន្តែសម្រាប់ hair ម៉ាស់នេះគឺខ្ញុំប្រើតែម្ដងទៅ2ដងនៅក្នុងម៉ាស់ទេហើយសម្រាប់ពេលកក់សក់គឺកក់នឹងទៅអស់គឺខ្ញុំប្រើជាមួយឈុត and honey ហ្នឹងបន្តគឺចូល body care ថាតើ body care ខ្ញុំគឺខ្ញុំប្រើអីគេខ្លាំងអញ្ចឹងខ្ញុំសូម start ដំបូងជាមួយនឹងសាប៊ូដោះខ្លួនសាប៊ូដោះខ្លួនខ្ញុំគឺខ្ញុំប្រើជាប្រភេទសាប៊ូទឹកដោះជាមទាំងអស់គ្នាដូចខ្ញុំធ្លាប់លូពីមុនមកអញ្ចឹងហើយប្រភេទទឹកដោះជានេះគេមកជាកញ្ចប់ refill អញ្ចឹងគឺយើងចាក់ចូលទៅក្នុង10សាប៊ូដែលអ្នកនរគ្នាប្រើអស់ទៅហើយនេះគឺមាន3ក្លិនមានក្លិនផ្កាកន្លាប់ផ្កាឈូកផ្កាកន្លាប់លឿងជាមួយនឹងក្លិន original របស់វាគឺទឹកដោះជាមនឹងហ្មងហើយ the best ខ្លាំងណាស់ខ្ញុំនិយាយមែនទាំងក្លិនទាំងពពុះទាំងការដុសសម្អាតជំរះក្អែលទាំងផ្ដោតស្នើមហើយធ្វើឲ្យស្បែក smooth អាឡងក្លោមរបៀបថានៅពេលដែលដុសសាប៊ូនឹងហើយគឺស្បែកអត់មានស្ងួតទេគឺមើលស្បែកទៅគឺឡើងមានសំណើមនៅនឹងហ្មងអញ្ចឹងដែលស្បែកគឺខ្ញុំអត់តន់រកសាប៊ូដោះខ្លួនណាដែលល្អដូចសាប៊ូទឹកដោះជាមនេះបានទេតន់ជាមួយនឹង body scrub របស់ខ្ញុំគឺខ្ញុំប្រើ brand របស់កូនខ្មែរយើងនេះរបស់សៃនាង scrub មាន scrub របស់ Mac Ellie Bella បុផា scrub ហើយ Peeling scrub
scrap file in one អីឆោទៀតប៉ុន្តែគាត់ថាខ្ញុំអត់បានទុកប្រអប់ហើយនេះគឺជាកំប៉ុងថ្មីដែលខ្ញុំទៅតែងមកប្រើបាន2ដងឯណាគ្នាគឺបុផា scrap កាហ្វេនេះគឺខ្ញុំចូលចិត្តយកវាទៅមិចជាមួយនឹងអំបិលទុំយ៉ាអ៊ូទៅដោះកូសូហើយច្របាច់ថែមក្រូចឆ្មាទៅខ្ញុំ scrap នៅលើស្បែកខ្ញុំទុកចោលឲ្យ15នាទី10ទៅ15នាទីហើយខ្ញុំលាងទឹកចេញដើម្បីធ្វើឲ្យស្បែកយើងជម្រៅកោសិកាចាស់ចាស់កុំឲ្យមានហ៊ុនហោមហើយមើលទៅវាក្លោអាឡូងស្អាតស្មើគ្នាហើយមួយអាទិត្យអីខ្ញុំម្ដងអីណាគ្នាព្រោះពេលខ្លះខ្ញុំអត់សូវមានពេលទុកយូរចឹងដែរហើយអីដែលខ្ញុំ I can't live without គឺ dose scrub នៅទាំងអស់គ្នាគឺខ្ញុំស្រឡាញ់ dose scrub មែនតើហើយខ្ញុំប្រើអស់ច្រើនខ្លាំងហើយ dose scrub នេះគឺខ្ញុំប្រើរសជាតិតឹមផងវ៉ានីឡារសជាតិនំប៉័ងអូយអីច្រឡំរសជាតិក្លិនអីគឺច្រើនមែនតើហ្មងហើយបានចៃពីអូយ smell គេវិញគឺបែរខ្លាំងណាស់ទាំងអស់គ្នាហើយសាច់គេវិញគឺឡើង smooth ម៉ត់ហ្មងចំពោះប្រភេទ dose scrub នេះគឺ exfoliate គេដូចជាមានកម្រិត1 2 3ហើយគេមានសាច់រៀងក្រោមគេមានសាច់រៀងម៉ត់ហើយសម្រាប់ខ្ញុំចូលចិត្តប្រើសាច់ម៉ត់ដោយសារស្បែកខ្ញុំវាអត់មានអីវាអត់មានថាកន្ទឹះ strawberry skin ឬក៏ស្នាមអត់ខ្មៅអីគឺខ្ញុំប្រើវានេះដើម្បីជួយធ្វើឲ្យស្បែកខ្ញុំទន់លាបឡេចូលហើយវាទៅគឺត្រូវតែប្រើហ្មងនៅក្នុងមួយអាទិត្យខ្ញុំអាចប្រើពី2ទៅ3ថ្ងៃហើយទៅដោលើស្បែកអញ្ចឹងទៅដោពី3ទៅ5នាទីលាងទឹកចេញហើយគឺលាបឡេឲ្យបានធម្មតាហ្មងអត់ត្រូវចំណាយពេលរងចាំយូរទេហើយដល់ scrub នេះឥឡូវហ្នឹងគឺគេមានបោះ brand Slovakia បោះ brand ជប៉ុនបោះ brand អាមេរិកអីមានច្រើនតាមហ្នឹងទាំងអស់គ្នាចាអញ្ចឹងតែសិតតា one original លេអត់ fake គេគ្រាន់តែគេធ្វើនៅនេះនៅនោះហើយតម្លៃវាផ្សេងគ្នាតាមហ្នឹងទៅបន្ទាប់ពីscrub គឺខ្ញុំប្រើ oil គ្នា body oil របស់ខ្ញុំព្រោះកាន់ច្រើនណាស់គ្នាហើយជានេះហើយដោយសារ body oil នេះគឺខ្ញុំតែងម្ដងច្រើនហើយខ្ញុំប្រើយូរអស់អ្នកគ្នាម៉ានេះឲ្យខ្ញុំប្រើបានក្នុង3ទៅ4ខែអញ្ចឹង body oil នេះគឺខ្ញុំចូលចិត្តប្រើនៅពេលដែលខ្ញុំ scrub ស្បែកហើយដើម្បីការពារកុំឲ្យស្បែកខ្ញុំស្ងួតខ្ញុំចាក់វានៅលើដៃហើយខ្ញុំញីលាបនៅលើស្បែកខ្ញុំក៏អីខ្លួនអីជើងសັບគ្រប់សັບកន្លែងហ្មងដើម្បីផ្ដល់ស្នាមឲ្យស្បែកខ្ញុំកុំឲ្យស្ងួតហើយមើលទៅនេះភ្លឺអាឡូងចាំងអញ្ចឹងចេះអ្នកនេះគឺគួរតែបន្ថែម body oil ចូលទៅក្នុង skin care product របស់អ្នកទាំងអស់គ្នាដោយសារអីគឺល្អខ្លាំងមែនតើហ្មង lotion ណា yes ឥឡូវហ្នឹងគឺខ្ញុំប្រើជាមួយនឹង Vaseline Bocare បន្ទាប់ពីការប្រើអស់ចិត្ត3នេះមកអ្នកគ្នាដឹងអត់មក10នឹង1គីឡូមក10នឹង1000 ml ចឹង3 10នឹង3គីឡូហើយឲ្យដែលខ្ញុំចូលចិត្តក្លិនហ្មងគឺខ្ញុំចូលចិត្តពណ៌លឿននេះអ្នកគ្នាក្លិនគេបែបផ្កា fresh ដែលយើងអាចប្រើជាប្រចាំថ្ងៃបានអានេះក៏គេដាក់ Daily Moisturize Lotion អានេះយើងប្រើវាផ្ដល់ស្នាមជាប្រចាំថ្ងៃបានតែគ្រាន់តែប្រភេទនេះអត់មាន SPF កាពីក្តៅថ្ងៃទេអ្នកគ្នាត្រូវ add time លេកាពីក្តៅថ្ងៃមកតង់ទៀតអានេះគ្រាន់តែផ្ដល់ស្នាមធ្វើឲ្យស្បែកយើងភ្លឺថ្លាទន់អលងចឹងទៅហើយបើសម្រាប់ក្លិននេះក៏ខ្ញុំស្រឡាញ់ដែរហើយសម្រាប់អានេះវិញគឺ Deep Moisturize Lotion មានន័យថាសម្រាប់អ្នកដែលគាត់មានស្បែកស្ងួតខ្លាំងគឺអ្នកគ្នាប្រើអាពណ៌ទឹកសមុទ្រនេះព្រោះអីគឺវាផ្ដល់ស្នាមជ្រៅចូលទៅក្នុងស្បែករបស់អ្នកគ្នាតែបើសម្រាប់ខ្ញុំស្បែកខ្ញុំអត់មានសូវស្ងួតខ្លាំងអីទេគឺខ្ញុំប្រើជាមួយនឹងពណ៌លឿននឹងជា daily ប៉ុន្តែដែលស្អល់គឺខ្ញុំទិញទាំង3ក្លិនយកមកលាបហ្មងហើយនៅពេលដែលខ្ញុំលាបអស់ក្លិនណាគឺខ្ញុំឆ្លាស់គ្នាលាបរហូតហ្មងខ្ញុំអត់លាបមួយដឹងមួយឯងឲ្យតែប្រភេទណាមានពណ៌ច្រើនមានក្លិនច្រើនគឺខ្ញុំនឹងទិញមកទាំងអស់ហ្មងand then សម្រាប់ពណ៌កាឈូកនេះគឺប្រភេទជា collagen ហើយមានផ្ដល់ស្នាមដូចគ្នាអញ្ចឹងក្លិនពណ៌កាឈូកនេះគឺក្លិនគេរៀងដិតរៀងជាប់កាវរបៀបទៅបើនិយាយចាំមកខ្ញុំអត់សូវចូលចិត្តក្លិនពណ៌កាឈូកនេះទេដោយសារអីវាដិតខ្លាំងពេកហើយសាច់ពណ៌កាឈូកនេះក៏ខាប់ជាសាច់ពីរពណ៌ទៀតដែរដោយសារអីគឺគេ contain ជាមួយនឹង collagen អញ្ចឹងណាប៉ុន្តែអត់ឲ្យសម្រាប់ខ្ញុំគឺវាអត់មានបញ្ហាឲ្យសម្រាប់ពណ៌កាឈូកនេះគឺខ្ញុំលាបនៅពេលយប់ដើម្បីផ្ដល់ collagen ទៅកាន់ស្បែករបស់ខ្ញុំ and then ពេលថ្ងៃពេលព្រឹកគឺខ្ញុំប្រើឆ្លាស់លឿងជាមួយនឹងពណ៌ blue ហ្នឹងឯងអ្នកគ្នាហើយអូខេគឺផ្ដល់ស្នាមឲ្យឡងល្អខ្លាំងមែនតើ body SPF របស់ខ្ញុំគឺ Hatomugiចេះជប៉ុនទៀតគឺនេះគឺមាន SPF រហូតដល់50បូកហើយ PA បូក4ដងទៀតគឺផលិតផលរបស់ជប៉ុនអ្នកគ្នារៀងចាំងថ្ងៃតិចខ្ញុំជឿជាក់ថាអ្នកគ្នាប្រហែលជាស្គាល់ហើយមិនអត់ស្គាល់ទេហើយនេះគឺខ្ញុំចូលចិត្តប្រើមែនតើនេះសាច់គេហើយបើក្លិនគេក៏រៀងជាប់ដែរអ្នកគ្នាវាអត់ smell ក៏អូបទេប៉ុន្តែគឺវាការពារល្អហើយលាបទៅគឺត្រជាក់ស្បែកហើយអាឡងភ្លឺភ្លាមហ្មងចាហើយចង់ដាក់ដៃខ្លីឲ្យចេញទៅក្រៅក៏អត់មានបញ្ហាដែរនេះអ្នកគ្នាអាចមើលបានទេគាត់តែលាបភ្លាមគឺអត់មានវាយខេតទេហើយ glow ភ្លឺនៅនឹងហ្មងក៏មានផលជាប្រភេទ layer ផ្សេងៗដែរ Mil body lotion របស់ចិនឯអ្នកទាំងអស់គ្នាប៉ុន្តែគឺខ្ញុំឲ្យ10លើ10ហ្មងគឺខ្ញុំចូលចិត្តប្រើពេលណាដែលខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងស្អុះស្អាប់អត់សូវរៀង refresh ចឹងណាគឺខ្ញុំដាក់នេះគឺសាច់គេគឺឡើងស្រាលមែនតើហ្មងនេះសាច់គេគឺដុតទៅដល់កចឹងគឺស្រាលខ្លាំងដុតទឹកចឹងលាបហើយគឺចូលអស់ហ្មងហើយឡើងតែជែហើយនេះOh my god ខ្លួនឯងឡើងគួរឲ្យចង់ញ៉ាំហ្មង
and then អានេះគឺខ្ញុំចូលចិត្តឲ្យដាក់តាមកាបូបខ្ញុំពេលខ្ញុំទៅធ្វើការឬក៏ចេញទៅក្រៅអីចឹងទៅទុកលាបប្រអប់ដៃព្រោះពេលខ្លះយើងធ្វើការនៅម៉ាស៊ីនត្រជាក់ចង់ស្ងួតអីចឹងទៅគឺខ្ញុំចូលចិត្តលាបអាហ្នឹងព្រោះអាចនិយាយបានថាមនុស្សស្រីខ្ញុំនេះអាចខុសគេពីអ្នកគ្នាស្រីគេផ្សេងពេលគេ stress ពេលគេអីគេចូលចិត្តហត់ភេងខ្យល់គេចូលចិត្តឲ្យហត់ភេងកាឡាប៉ុន្តែអត់ទេខ្ញុំនៅពេលដែលខ្ញុំធ្វើការរៀង stress គឺខ្ញុំយកលេខក្អូបមកលាបលើខ្លួនខ្ញុំដើម្បី relax យ៉ាអូយអានេះក្លិនឡើងផ្លែភិកឡើងគួរឲ្យចង់ញ៉ាំហ្មងខ្ញុំនិយាយមែន Oh my god អ្នកគ្នា yes នេះសម្រាប់ឲ្យ body care របស់ខ្ញុំ and now ចូលទៅខាន់ favorite part គឺ face care ពួកអ្នកគ្នាខ្ញុំទទួលបានការទៅសើច្រើនពីអ្នកដែលគាត់ជួបខ្ញុំនៅខាងក្រៅថាមុខខ្ញុំក្លោអាឡូងស្អាតសឹងតែអត់មានរុញយើអីចឹងហើយ under នេះគឺខ្ញុំថតកាមេរ៉ាសិនប៉ាត់មកអ្នកទាំងអស់គ្នាអញ្ចឹងគឺខ្ញុំទទួលបានការទៅសើច្រើន and now គឺខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាទាំងអស់តែម្ដងថាតើមុខខ្ញុំប្រើអីគេខ្លះហើយខ្ញុំនឹងនិយាយតម្លៃធូរប្រាប់អ្នកនរគ្នាអូមិញចប់ភ្លេចនិយាយតម្លៃឲ្យ body care ឥឡូវ skip ហ្មងបើភ្លេចបាត់ហើយនិយាយតម្លៃលាបមុខវិញស្អាតមែនអូខេ start ដំបូងជាមួយនឹង cleansing ខ្ញុំកាន់ចែកអ្នកគ្នាប្រហែលជាដឹងថារបស់អីគេអីប៉ុន្តែគឺខ្ញុំ sorry មែនតើដោយសារតែដល់អ្នកគ្នាដឹងអញ្ចឹងថាគឺខ្ញុំលក់ cleansing water ហ្នឹងអញ្ចឹងខ្ញុំឈប់លក់មែនប៉ុន្តែ stock ខ្ញុំនៅច្រើនគឺខ្ញុំត្រូវការប្រើវាហើយមួយទៀតមនុស្សខ្ញុំអត់សូវ make up មែនទេអញ្ចឹងហើយបានមួយគឺខ្ញុំប្រើវាយូរអស់ប៉ុន្តែខ្ញុំហាយស្បកអីក្វែងចោលអស់ហើយនិយាយកុំឲ្យខាតលុយព្រោះអីដាក់លុយមកវាមិនតិចទេហើយចំពោះឲ្យស្លៃជាមួយ cleansing ខ្ញុំគឺខ្ញុំប្រើប្រភេទនេះគឺ made in Korea អ្នកទាំងអស់គ្នាបោះក្រែចាហើយនេះដូចជាមានឲ្យ150 piece នេះមាន150ទុកជូត remove yes makeup គឺខ្ញុំប្រើជាមួយនឹង brand Cosrx អត់មានអីមកជំនួសឲ្យ yes foam លាងមុខនឹងបាននេះគឺខ្ញុំប្រើវាចូលមកប្រហែលឆ្នាំហើយ I don't know គឺ3-5 ឆ្នាំហើយមិនដឹងអ្នកទាំងអស់គ្នាអត់មានអីមកជំនួសវាបានហ្មងlow pH good morning gel cleanser Cosrx អូខ្ញុំនិយាយមែនសាច់គេរបៀប gel ណាអ្នកទាំងអស់គ្នានេះសាច់របៀប gel អញ្ចឹងហើយខ្ញុំនិយាយមែនគឺខ្ញុំស្រឡាញ់ foam លាងមុខនេះខ្លាំងហ្មងខ្ញុំអត់អាចឆេងទៅប្រើស្អីផ្សេងបានទេហើយចំពោះតម្លៃគេគឺចន្លោះពីដូចជាខ្ទង់$8ទៅ8កន្លះ yes ប្រហែលប៉ុណ្ណឹងហើយចំណុចគេគឺ150 ml ប្រើបានយូរហើយខ្ញុំក៏មានប្រើប្រភេទ pore mask ដែលអ្នកទាំងអស់គ្នាសម្រាប់ឲ្យពេលមានមុនខ្សាច់អីសូបជាតិពុលឲ្យចេញពីមុខចឹងពេលខ្លះអីគឺយើងត្រូវតែប្រើដើម្បីជំរុញកោសិកាចាស់នៅលើមុខរបស់ខ្ញុំហើយអានេះដែលខ្ញុំប្រើគឺ brand Beauty of Johnson អ្នកទាំងអស់គ្នាគឺជាប្រភេទ Red Bean ហើយអានេះគឺកំប៉ុងទី3របស់ខ្ញុំហើយគឺខ្ញុំចូលចិត្តប្រើមែនតើរបៀបថាស្ក្រាប់គេមកគឺប្រភេទឡើង soft tone គួរឲ្យចង់ប្រើហើយក្លិនគេគឺឡើងឲ្យស្ដែកក្រហមគួរឲ្យចង់ញ៉ាំចឹងអ្នកគ្នាធ្លាប់ញ៉ាំផ្អែមស្ដែកក្រហមអត់គឺក្លិនចឹងហើយអូខ្ញុំនិយាយមែនល្អប្រើខ្លាំងណាស់អ្នកទាំងអស់គ្នាមានមុននៅច្រមុះមុនកប់អីអញ្ចឹងណាលាបវាទុកចោល20នាទីហើយអ្នកគ្នាលាងទឹកចេញហើយមានអាប្រភេទញិចមុនយកមកញិចដូចពីតអូខ្ញុំធ្លាប់ធ្វើឲ្យអ្នកគ្នាមើលដែរចេញមកតិចមកអ្នកទាំងអស់គ្នាហើយបើសម្រាប់ខ្ញុំហ្មងមុខខ្ញុំអត់សូវអីណាមានបញ្ហាអីច្រើនទេអញ្ចឹងឲ្យខ្ញុំប្រើវាខ្ទង់មួយម្ដងអីនៅក្នុងមួយទឹកឬក៏មួយខែអីខ្ញុំប្រើ3ដងឯណាខ្ញុំអត់សូវប្រើវាហ្មងទេ and then គឺខ្ញុំប្រើអានេះបានយូរចូលកន្លះឆ្នាំអីខ្ញុំមិនដឹងចំពោះចំណោគេ140 ml ហើយតម្លៃដូចជា$11ក៏$12ប្រហែលហ្នឹងហើយនេះវិញគឺប្រភេទ mask ស្លឹកណាគ្នាពីមុនមក mask ស្លឹកខ្ញុំគឺខ្ញុំប្រើតែបោះក្រែតែតាំងពីស្គាល់ mask ស្លឹកបោះជប៉ុនមក oh my god គឺខ្ញុំដាក់ចិត្តឡើងហួតហ្មងហើយសម្រាប់កញ្ចប់ម៉ានេះគឺមាន50ស្លឹកអ្នកគ្នាខ្ញុំប្រើអស់2ថងហើយអានេះថងទី3អ្នកគ្នាសម័យមើលខ្ញុំប្រើម៉ាស់ស្លឹកចុះដល់ស៊ីបាយចឹងសម្រាប់អានេះវិញគឺជួយបតឹងស្បែកកាត់បន្ថយភាពឈឺជួនធ្វើឲ្យស្បែកក្មេងជំងឺតឹងផ្លាំ oh my god it's the best ខ្លាំងណាស់ហើយអានេះអ្នកទាំងអស់គ្នាញៀកយើងហាច់អញ្ចឹងមកគឺគេមានអីកប់នៅក្នុងហ្នឹងហ្មងអូ smell គេឡើងក្អូបហ្មងនេះហើយតើមកយើងកប់វាអញ្ចឹងមកដាក់នៅក្នុងទូទឹកកកទៅហើយយកមកបិទទៅអូតិចសប់មុខហ្មងសំខាន់ណាស់ម៉ាស់នេះជាប់លេខ1នៅប្រទេសជប៉ុនអ្នកទាំងអស់គ្នាមាន50ម៉ាស់តែតម្លៃតែ16រៀលអ្នកទាំងអស់គ្នាតម្លៃសមរម្យមែនតើតែនៅពេលខ្លះក៏ខ្ញុំមានបញ្ហារៀងរោលមុខឬក៏មុខខ្ញុំរៀងឡើងកន្ទឹសដែរអ្នកគ្នាឬក៏ជាពិសេសពេលដែលខ្ញុំមកខែទៅគឺខ្ញុំរៀងស្បែកស្ងួតអីខ្លាំងអញ្ចឹងណាគឺខ្ញុំចូលចិត្តប្រើប្រភេទឲ្យពពួក green tea ពពួកស្លឹកតែអ្នកនរគ្នានិយាយផ្សំចេញពីស្លឹកតែក៏ដូចជាតសក់
ឬក៏ aloe vera gel អីអស់ហ្នឹងគឺខ្ញុំចូលចិត្តប្រើហើយអានេះវិញគឺ brand របស់ Midi Heal អ្នកទាំងអស់គ្នានេះ brand របស់ Midi Heal ឬក៏ brand របស់ Sam by Me មួយទៀតក៏ខ្ញុំចូលចិត្តបិទដែរហើយអានេះវិញដូចជាអីមកស្លឹកម្រៀលបន្តគឺចូលទៅ skin care the first គឺ toner អននេះគឺជា my favorite toner and then I can't live without it ដោយសារអីទី1ចំណុះវាគឺ 600 ml ហើយខ្ញុំប្រើ toner មកខ្ញុំតប់តែមុខហ្នឹងអ្នកនរគ្នាខ្ញុំតប់កខ្ញុំតប់ក្លៀកខ្ញុំតប់ខ្លួនខ្ញុំគឺខ្ញុំសឹងតែតប់គ្រប់កន្លែងមកអញ្ចឹងអត់អាចប្រើ toner ត្រឹមតែ100ទៅ150 ml បានទេក្រខ្លួនហ្មងចាហើយអា toner នេះគឺគេមានពីរប្រភេទគេមានទឹកខាប់ជាមួយនឹងរាងទឹកសហ្មងហើយសម្រាប់ទឹកខាប់នេះគឺអ្នកដែលគាត់មានបញ្ហារាងមុខស្ងួតដូចខ្ញុំអីគឺប្រើទឹកខាប់ត្រូវហើយបើអារាងទឹកសរាវហ្មងគឺសម្រាប់អ្នកដែលគាត់មានបញ្ហាមុខខ្លាំងឬក៏មុខគាត់មានមុននឹងហើយអ្នកនរគ្នាហើយសម្រាប់តម្លៃគេវិញគឺឲ្យដូចជា$13 yes អានេះហើយខ្ញុំប្រើតាំងពីតម្លៃ16រៀលឥឡូវនៅតែ13រៀលគឺ brand Apple N របស់ Grade ដូចគ្នាយទៅមិនភាគច្រើនណាគឺទាំងអស់ហ្មង skin care ខ្ញុំស្រោមអីខ្ញុំប្រើរបស់ក្រេទាំងអស់មិនទាំងអស់គ្នាហើយអីវ៉ាន់សុតតម្លៃវាខ្ទង់10រៀលជាង10រៀលជាងមែនប៉ុន្តែគឺវាប្រើបានយូរខែវាប្រើបាន2ខែទៅ3ខែអីអញ្ចឹងទៅចូលស្រោមរៀងច្រើនទៅយើយ yes សូមទាំងអស់ yes ប្រើទាំងអស់ឥឡូវខ្ញុំមកប្រាប់អ្នកគ្នាពីមុខងារមួយហើយថាតើខ្ញុំប្រើវានៅពេលណាខ្លះឥឡូវដំបូងសុំជាមួយនឹង Nambosin លេខ3 Nambosin លេខ3នេះគឺគេមាន niacinamide អ្នកទាំងអស់គ្នាអញ្ចឹងភាគច្រើនគឺខ្ញុំប្រើវានៅពេលដែលខ្ញុំមកខែយើងដឹងហើយនៅពេលដែលមកខែគឺស្បែកមុខយើងវារៀងហុនហុំធំអញ្ចឹងណាវាបើកគ្រុនញើសទៅគឺខ្ញុំប្រើជាមួយនឹង niacinamide នេះដើម្បីចូលទៅបរុំគ្រុនញើសខ្ញុំការពារឡើងមុនក៏ដូចជាធ្វើឲ្យមុខយើងនៅតែ smooth ធម្មតាហើយជាទូទៅខ្ញុំចូលចិត្តប្រើវានៅពេលយប់ yes អានេះខ្ញុំអាសាប្រើនៅពេលដែលខ្ញុំមកខែNambosin នេះតម្លៃគេខ្ទង់ចន្លោះពី11ទៅ13តម្លៃប្រហែលហ្នឹងខ្ញុំអត់ចាំតម្លៃវាប៉ាត់ហ្មងឯងតែវាល្បាក់ហ្នឹងបន្តទៀតគឺ Nambosin 3 plus គឺ Nambosin 3 បូកនេះគឺខ្ញុំតែទិញមកលើកទី1ឯងដោយសារជាទូទៅភាគគាត់អ្នកប្រើអានេះសម្រាប់អ្នកដែលគាត់មានបញ្ហាមុខរាងធ្ងន់ដូចជាមានរាងខុងមុខអីអញ្ចឹងណាគឺប្រើ Nambosin 3 plus នេះបានដោយសារគេមាន content ជាមួយនឹង retinol ផងគេមាន content ជាមួយនឹង niacinamide ផងហើយ retinol គេគឺតែបន្តិចទេអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ start ប្រើ retinol អាចប្រើនេះក៏ត្រូវដែរហើយនេះសម្រាប់ទឹកកែវគឺគេមានគ្រាប់អីទូចៗនៅក្នុងហ្នឹងហ្មងណាទាំងអស់គ្នានេះហើយទឹកកែវគឺឡើងរាវហ្មងតែនេះដូចជាតម្លៃដូចជា$14ក៏13ទេវាល្បាក់ហ្នឹងចាបន្តទៀតគឺប្រាប់អាលេខ3នេះពេលខ្លះក៏ខ្ញុំប្រើដែរគឺខ្ញុំប្រើវានៅពេលយប់ដែរខ្ញុំប្រើវាឆ្លាស់ជាមួយនឹងretinol របស់ខ្ញុំអានេះគឺ retinol ចំហ្មង brand Sam by Me អ្នកគ្នាប្រហែលជាស្គាល់ retinol នេះគឺជាសារធាតុមួយជួយបតឹងស្បែកជួយស្បែកយើងក្មេងជាងវ័យដែលអ្នកដែលគាត់មានវ័យកាន់តែឆេទៅគឺគេត្រូវការជាចាំបាច់តែម្ដងជាមួយនឹង retinol នេះហើយខ្ញុំ start ប្រើវាមកយូរហើយ2ឆ្នាំហើយម្ដងគឺខ្ញុំ start ប្រើជាមួយនឹង retinol នេះហើយនិយាយពីក្លិនគេអូអ្នកគ្នាឈួលអាក្រក់សាហាវប្រេផ្សៃហ្មងហើយទឹកគេវិញគឺឡើងខាប់ផ្អែហ្មងដោយសារអ្នកគ្នាដឹងហើយអានេះវាអាស៊ីតខ្លាំងណាretinol នឹងវាអាស៊ីតខ្លាំងហើយខ្ញុំចាំបានណាកាលពីពេលដែលខ្ញុំ start ប្រើវាដំបូងពេលហ្នឹងភៀកថាខ្ញុំមាត់គាត់ឡើងមាត់ឈិបហ្មងអូខ្ញុំនិយាយមែនប្រើនេះអ្នកគ្នារៀងប្រឈមបញ្ហាបន្តិចតែបើសិនជាយើងប្រើត្រូវស្បែកមុខយើងមានរនាំងការពារល្អណាអ្នកគ្នាប្រើវានេះមើលអ៊ីសាខ្ញុំមុខខ្ញុំជាឧទាហរណ៍ធ្វើម៉េចបងហើយតម្លៃវាដូចជា14ទៅ16 yes គឺវាច្រឡំប៉ុណ្ណឹងand then គឺ Nambosin 5 plus my favorite vitamin C គឺខ្ញុំតែងតែប្រើវានៅពេលផឹកជាមួយនឹងពេលថ្ងៃអ្នកគ្នាហ្នឹងហើយខ្ញុំប្រើវានៅពេលផឹកដោយសារអីនៅពេលដែលយើងប្រើ vitamin C នៅពេលផឹកគួបផ្សំជាមួយនឹងការលាបឡេការពារកម្ដៅថ្ងៃទៀតគឺធ្វើឲ្យយើងមាន double protect នៅលើមុខយើងហ្មងគឺការការពារកម្ដៅថ្ងៃនៅលើមុខយើងហ្នឹងវាកាន់តែធ្វេឡើងណាគឺវាការពារបានល្អមែនតើហើយ Nambosin 5 plus នេះគឺសម្រាប់អ្នកដែលគាត់ចង់ធ្វើឲ្យស្បែកមុខសស្បែកមុខរាងក្លូស្បែកមុខរាងភ្លឺព្រោះអ្នកគ្នាដឹងហើយសារធាតុវីតាមីន C នេះគឺធ្វើឲ្យស្បែកមុខយើងភ្លឺ yes ហើយចំណុះគេហ្មង30 ml ទូសាហាវហើយថ្លៃកប់មេឃអានេះតម្លៃម៉ានដូចជាខ្ទង់11ទៅ13អីណាអ្នកគ្នាយ៉ាកប់មកចូលeye cream yes យ៉ានេះសម្រាប់ eye cream ខ្ញុំគឺខ្ញុំប្រើ brand Beauty Orchard ដូចគ្នាហើយនេះអ្នកគ្នា
ai cream brand beauty Johnson នេះគឺគេមាន content ជាមួយនឹង retinol នៅក្នុងទៀតហើយសាច់គេឡើងលឿងតែល្អប្រើខ្លាំងណាស់អ្នកគ្នាគឺខ្ញុំចូលចិត្តកុំឲ្យខាតហើយសម្រាប់ ai cream នេះអ្នកគ្នាមិនលាបបាននៅតែក្រោមភ្នែកទេអ្នកទាំងអស់គ្នាអាចលាបបាននៅច្អូមុខយើងនេះលាបនៅថ្ងាសឬក៏លាបនៅកកន្លែងណាដែលឆាប់ឈួរលាបនៅច្អូមាត់គឺប្រើវាឲ្យចំណេញកុំប្រើវាលាបតែនៅក្រោមភ្នែកហើយនេះប្រើបានយូរអ្នកទាំងអស់គ្នានេះខ្ញុំសិតតែ note ណានេះខ្ញុំ note អ្នកគ្នាឃើញអត់គឺខ្ញុំតែថ្ងៃទី1ខែ10 1ខែ11 1ខែ12 1ខែ1ចឹងនេះគឺខ្ញុំប្រើបាន74ខែដល់អ្នកនរគ្នាទៀតថ្ងៃទី1ខែ2គឺ4ខែហាត់តន់អស់ហើយតម្លៃអានេះអាចនឹងខ្ទង់ចន្លោះ11ទៅ12ចន្លោះ11ទៅ13អីណាអ្នកនរគ្នាប្រហែលហ្នឹងបន្តគឺជាមួយនឹងលេបដោះស្នាមឥឡូវហ្នឹងគឺមានតែ2នេះហើយអ្នកទាំងអស់គ្នាអានេះគឺប្រើនៅពេលយប់ Nambosin 5 Plus អូខ្ញុំនិយាយមែនណាលេប5បុកអានេះមើលទៅដូចកឡោលីចឹងអត់ទេអ្នកគ្នារបស់សុតណាឲ្យបានបោកក្រែទៅគឺខ្ញុំចូលចិត្តឲ្យផលប្រែណាបូស៊ីនេះហើយខ្ញុំចូលចិត្តសាច់គេមែនតើពេលដែលផលនៅលើមុខទៅគឺវាត្រជាក់វាអត់ធ្ងន់មុខទេហើយធ្វើឲ្យមុខឡើងម៉ត់ហ្មងអ្នកទាំងអស់គ្នា 5 plus នេះគឺគេ content ខ្លាំងជាមួយនឹងអីអ្នកដែលគាត់មានបញ្ហា dark spot អីចឹងណាទាំងអស់គ្នាចាមានស្នាមអ៊ុតខ្មៅអីខ្លាំងអីចឹងទៅគេឲ្យផលនេះហើយសម្រាប់ខ្ញុំក៏ខ្ញុំប្រើបានដែរទោះបីជាមុខខ្ញុំអត់មានស្នាមក៏ដោយប៉ុន្តែខ្ញុំចង់ឲ្យមុខខ្ញុំភ្លឺចង់ឲ្យមុខខ្ញុំផ្លាំគឺខ្ញុំប្រើជាមួយនឹង Nambosin 5 plus ជារៀងរាល់យប់ហើយសម្រាប់លេបដោះស្នាមខ្ញុំនៅពេលប្រើពេលថ្ងៃមុនពេលដែលខ្ញុំលាប sunscreen គឺដឹងហើយនៅពេលដែលយើងលាប serum ហើយគឺយើងត្រូវការលេបដោះស្នាមគឺខ្ញុំប្រើជាមួយនឹង brand Beauty Johnson ដែរចានេះថាទាំងអស់គ្នាសាច់គេគឺឡើងស្រាលហ្មងហើយឡើងសខ្ញុំចូលចិត្តប្រើហើយឡើងតែជាក់ស្បែកហ្មងអ្នកទាំងអស់គ្នាហើយតាមមើលទៅអានេះมันមានជាអី ingredient អីណា work ខ្លាំងហើយតែគាត់ថាសំខាន់គឺខ្ញុំផ្ដោតទៅលើការផ្ដោតស្នាមនៅលើមុខខ្ញុំអញ្ចឹងបើកាលណាមុខយើងមានសំណើមគឺវាមិនងាយថាមានបញ្ហាអាលីអូរ៉ូលំងាស់កទូឡើងមុនអីគឺវាអត់មានហើយ yes ឲ្យតែមុខយើងមានសំណើមគ្រប់គ្រាន់ and then គឺចូលទៅកាន់លេខកាពីកណ្ដាលថ្ងៃរបស់ខ្ញុំ Beauty Johnson ទៀតដែរអ្នកទាំងអស់គ្នាដោយសារអីលេខកាពីកណ្ដាលថ្ងៃ Beauty Johnson នេះក៏មាន retinol នៅក្នុងហ្នឹងដែរដែលស្វែងអ្នកខ្លះនៅពេលដែលគាត់លាបលេខកាពីកម្ដៅថ្ងៃរបស់ Beauty Johnson នេះធ្វើមកអ្នកទាំងអស់គ្នាកាហាយដោយសារតែពីមុនមកគឺខ្ញុំធ្លាប់ឃើញគេ review គេប្រើនេះអត់ត្រូវទេមុខគេរៀងកាហាយរៀងអីហ្នឹងហើយមកពីអាចនិយាយបានថាស្បែកមុខរបស់អ្នកដែលគាត់ប្រើទឹកកាហាយហ្នឹងគឺតំណាងការពីស្បែករបស់គាត់អត់សូវល្អទេរបៀបថានៅខ្សោយអញ្ចឹងណាបានប្រើនេះទៅរៀងកាហាយប៉ុន្តែសម្រាប់ខ្ញុំគឺ is okay មែនតើគឺអត់មានបញ្ហាអីសោះហ្មង and now គឺខ្ញុំប្រើជាមួយនឹង Jancy sunscreen ពីបងមី Queen ចាគឺអរគុណសម្រាប់ការផ្ដល់ sunscreen នេះមកចាតែល្អប្រើមែនអ្នកទាំងអស់គ្នាមិនអីគាត់ឲ្យឲ្យបានប្រម៉ូទថាល្អណាគឺខ្ញុំប្រើហើយឥឡូវហ្នឹងពីក្រោយការ make up របស់ខ្ញុំនេះក៏ខ្ញុំលាបជាមួយនឹង Jancy sunscreen ដែរគឺត្រជាក់អត់ធ្ងន់មុខទេហើយលាបទៅអត់មានវាយខេះណាអ្នកទាំងអស់គ្នាចាហើយជួយធ្វើឲ្យមុខរបស់យើងហ្នឹងគឺសភ្លឺថ្លាពីមុនមកកំតាត់ទៀតហ្មងហើយ smell គេគឺរៀងលាយជាមួយនឹងក្អូបនៅក្នុងហ្នឹងដែរអូខេគឺ yes I like it too អ្នកគ្នាអូខេបន្តគឺចូលទៅកាន់គ្រឿង make up របស់ខ្ញុំហើយនេះគឺជា BB ដែលខ្ញុំប្រើគឺ A1 នេះបោកក្រែណាគ្នាបន្តខ្ញុំខ្លាចហៅឈ្មោះគេខុសរបៀបហើយ miss របៀបឈ្មោះគេអញ្ចឹងណាអានេះខ្ញុំទៅមកយូរហើយខ្ញុំស្រឡាញ់វាមែនតើនេះណាគ្នាដូចឃើញចឹងឥឡូវហ្នឹងគឺខ្ញុំផាត់ដល់ហ្នឹងតានេះគឺឡើងម៉ត់ហើយឡើង smooth ឡើង glow អត់ធ្ងន់មុខហើយអត់កកអត់ស្ទះរញើសហើយដោយសារអីខ្ញុំផាត់វាទៅដើរលេងរបៀបយើងដើរលេងពេញមួយថ្ងៃអញ្ចឹងគឺយើងមើលមុខយើងដឹងហើយនៅពេលដែលខ្ញុំត្រូវ reapply ជាមួយនឹង sunscreen ខ្ញុំលាប sunscreen ពីលើ make up ហ្នឹងហ្មងក៏វាអត់មានទៅជាបែក make up ធ្វើឲ្យមុខខ្ញុំសុភអីអត់ទេអ្នកគ្នាគឺ sunscreen ចូលអស់ហ្មងចឹងមានន័យថា BB នេះគឺវាស្រាលខ្លាំងមែនតើអ្នកទាំងអស់គ្នាអញ្ចឹងធ្វើឲ្យខ្ញុំអត់តន់ថាទៅរកអីផ្សេងណាមកជំនួសអានេះបានទេហើយកាខ្ញុំទិញដូចជាខ្ទង់តម្លៃឲ្យ10ក្រាស់ដែរណាតែប្រើបានយូរសាហាវចាបន្ទាប់មកគឺនេះពង make up ខ្ញុំអ្នកគ្នាគឺខ្ញុំប្រើពងរបស់ចិនដែលខ្ញុំលក់ហ្នឹងចេះអ្នកគ្នាគឺល្អប្រើមែនតើហើយខ្ញុំមានច្រើនពណ៌ទៀតតែខ្ញុំសូតាមមួយពណ៌ហ្នឹងទៅហើយក៏មាន stock ដែរបងមួយ13ពណ៌នេះល្អប្រើមែនតើនេះសូម្បីតែមុខខ្ញុំឥឡូវហ្នឹងក៏ខ្ញុំឲ្យលាបហើយក៏ខ្ញុំតប់ជាមួយនឹងពងហ្នឹងដែរអ្នកគ្នាគឺចូលអស់ហ្មងហើយអត់មានស៊ីសាច់ម្សៅយើងទេមាន favorite mascara យីស្នាគ្នានេះ mascara ខ្ញុំសម្រាប់ mascara របស់ Roman នេះអ្នកទាំងអស់គ្នាម៉ែឲ្យអត់ជាប់ហ្មងជាប់ខ្សែហាវអ្នកទាំងអស់គ្នាសូម្បីតែ remove make up ក៏ remove mascara របស់ Roman អត់ចេញដែរតែអ្នកគ្នាយក mascara remover មក remove មកបានចេញជាប់ខ្សែហាវហ្មងខ្ញុំនិយាយមែនខ្ញុំប្រើនេះឲ្យចង់ខ្លាចពេលប្រើវាម្ដងឯងលាងឡើងផ្សាភ្នែកហ្មងឥឡូវទុកក្នុងកន្លោវិញព្រោះខ្ញុំអត់ត្រូវការអាចជាប់ខ្លាំង
khâu chẳng pe gì chẳng hái bạn nhom mau phở cho mùi năng hay nốt bọc Maybelline như nào kìa đặc biệt ha ngô xa nào kìa ngô xa mình tán hay số đã cho bao nhiêu mồm ấy ấp chơi nhỉ và cái nhom sải nó thoáng tha nâu pe đa đi mua cứ đi mua chanh ọt về từ nỉ đôi rổ mà nhom dậy thoáng mỏng không niêm trên này phở hai nấy hai cua sả lọc mỏng chẳng nhom cho chật phở này nâu pe đa từ đa lên ai pe mà ngày cho nó cho pe mà ngày mỏng hay bà xin chị nhom ta tranh ta khéo ấy tịch tua đi con là biệt ha ta nhâm ấy pe là người tịch tua mà te bên thử liền một ấy cho kênh vì ọt dù mèo ngắt cứ nhung phở cho mùi năng anh ấy mascara bỏ chân này tặng kia brand chi bé cho mùi năng brand cc anh ấy cứ là phở đôi kia mòn nè chú cái cứ làm tu hay phở ngô sa cho đôi kia mòn nè tu cứ nhung cho chất phở thì biểu nhung tên nam plan ấy cứ nhung phở này tôi cọp pe nhung tên lu ấy chẳng cái cứ nhung liệp anh ấy hay là sao nhưng mà thời ca cho khăng ấy nè pe gì hợp tập á nữa không nít bên cho mùi năng ở mà đây cùn trong mà chúng ta bàn tay này cứ nhung skip mà đây cùn trong tóc ai bùi lỡ nhung phở cho mùi ta ở mascara sẵn trong mà phụ ấy cứ sẵn trong nhung xa thấy trên po lặng khmên mong 2% nữa cứ nhung miên cho mùi năng concealer đài concealer nhung cứ brand Cody Potter phở này lọ khăn đầm bay bật bằng slot đặcของ plate năng just nhạc cái my favorite blot là đứa cái ơi bỏ chân này bàn tay số mẹ nhung cô the best khăn nghe mua tập pi lên nhung cầm những lụa đai nha tụi ngọc kia the best mình tên món đi niệm một nhung cái lỗ nó ngắt có đúng không trong này cho mùi năng ca liêu bờ lỡ năng đai nào kia khơi nhỏ hay anh ấy nhung vậy má á bây đợt siêu nhung quạt mắc khéo trên tao quạt hai quạt mơ pi trong ngày khơi một nhung cái lỗ trong con mà xu món than được luôn phở ấy anh mà nhưng mà nhung vậy tại sao thường ấy cứ nhung vậy xinh đẹp nhung bật món này tụi ngọc kia đi nhặt luôn phở này tụi ngọc kia cái lỗ sạch chút hay tôi chẳng mà tôi phở ban du rằng hai món này tụi ngọc kia chẳng á nào kia cô mơ nghe bản chân mùi muối á là nào kia ở để dựng tên thợ ở để dựng tên ta là bỏ là thợ cho mùi ấy để dựng trong ăn thợ cho mùi ấy để nào kia phở bà hot pink cứ xin một nhung mong cứ chú sạch hàng trắng ở toàn miền ấy màu cho nó cái lợt poly ba nè nhập cái lợt này nhóm cứ nhóm phở chỉ mỗi nắng phở đi phở ra nên ở cái cứ nhóm tay màu vô quay cả nhóm tay này nó chỉ tông đập vào mũi cả đầm pơ hì lên anh ấy cứ miền tập o nằng miền cái lợt poly miền hải lại thơ miền ấy nó không nông mà ấy là nhóm cho chất phở chính cái cứ nhóm cho chất phở này nhóm cho chất phở bỏ nó hay cho chất phở liền xó chỉ mùi áp bài đâu cái lợt poly hay chỉ mùi nằng hải lại thơ trung bình anh ấy cái nhóm phở mà đau mà ca đa đầm bơi cu ở eyeliner hiện trên smart tích đây yes ok nào khi alo cho my favorite lipstick yesนี่มากันใช้ได้ก็ปวดจะเผาไงนึงอะไรนี่คือยมหมอโซ่เนี่ยแต่ออกนี่มาได้มองเธอคือเบอร์โดแมนnào khiยมใหญ่แมนตัวใบchỉยมbán tên kem brand cho tròn số bay tại White ở cònยมbán tên bàn tay my favorite lipstickยมnơi ta kem đồ mènแล้วใช้ทูทไลส์สะอาดครั้งนี่ smell kem đồ mènสะอาดงดคือยมสลายปีปอนี่เนี่ยแต่ออกนี่โกส่วนโบนจมูกอย่างโกส่วนใบโกส่วนโบนนี่คือปอแกใบเพียงทั้งเงาตั้งเงาที่นี่โกส่วนโบนปอเห็นใบทั้งเงาก็ไปคล้ายยมช่องพัดมกใบเพียงเซ็กซี่ไอ้ช่องดักตาหนังจมูกอย่างก็ได้มาหลงมั้ง Oh my god ไม่คืนสะอาดสะแห้วมองให้ smell โกส่วนใบนี่คือใบกระหอมอย่างนี้chà cứ có hôm cho món khoản tại kia kem smooth tao viêm sâu hiện lệch thô chà đi xem kem smooth nhóm cứ nhóm cho chất phở tập pipo nó nghe hay bảo nhóm off rồi nhóm tên tập pipo đang phở thì này và tập máu cứ cho rồi kem rồi anh ấy đó là từng kia nè anh ấy bọc pad rồi version thay mấy kêu anh ấy bỏ cả trụ ní sạch khăn á nhóm vậy mà mua nhóm all gift cả birthday bỏ cái lặng pink món á nè bây giờ phở tới cứ khơi khẩn ai lặng khmeng hay mình po cả hom po là bị play là vì po là bị hiện bài tập code bài sạch ấy chẳng lip slack như từ hay smell đấy cả nhung ban tên smell chưa cái đồ khẩn ai nó không sao bị bom hay phèo mấy chẳng từ cứ nít cứ white ở phèm bì cứ nhung cho chất po nắng mua là hai để nhung cho chất po nó nhỏ khi đăng ấy cứ nhung cho chất ra lip po hiện cả hom hiện bài nụt anh trắng hay smell cái vẫn cứ gột mình tán hay giờ cứ nhóm sáng sọc máu cứ tay ớt đai lôi té chà hay smell đi vẫn cứ lip cả lọ bảo nhung cứ kem mà lụ bảo nhung cứ nhóm phở trả mùi nhưng tụi như sao khăn mình tan mong kem bỏ chốn á phải đặt lip hai cứ kem miên ở shimmer bling nó lừa nó thì nào tụi ớt này khơi nhọn ngày chập đào bao cái nào kia nè anh ấy nhấp đặt đi tới với nó ô nhung dậy mền đọ chất ớt ruộtสะอาดคลั่งเหมือนตามองแอนนาวในต่างออกนี่
nhôm ban họ khơi tràn chân mùi đài nhôm khơi cái review không TikTok cái tha đi OIS ở đôi nhôm có xạ tay màu phò mà nào cái này xạ khăn á cứ brand AZTK nào cái này score brand năng ngày hai po để nhôm tay mà xạ phò từ bộนี่คือปีโปอ่ะmà po này hiện bài ở cà phê này ở kia cô cái mảng nó như mơ xanh cà phê nó cô cái em chế xôn phèm nào cái này cô cà phê ní ô nó phải đặt hạt mộc hiền là việc ha soft sauce hiền xèo hay chọn ban mọt hiền sexy mất đâu ăn có hom ăn chua cho nó anh này ôi oh my god sát khăn bà nhúng là như này chiêng cứ em chế xôn bày qua lửa mọt giống nó là được cái này nhưng phà nắng em chế xôn bày chụp ui ăn cái lạnh cô như nào cái nhiều qua cái cứ chân mót chân nè mỏng chân mót chân mỏng hay nhôm sờ lạnh qua nâng khlang nào cái này nhôm sờ lạnh qua nâng khlang nhiều qua cái cứ chân mót chân đất san mỏng hai đồng nhôm đâu pe để liệp kem đi từ bố như thế nào liệp từ bố mày bia liệp hai vi ăn bẩn lên nước mót nhôm chẳng và ta đâu pe để tóc mà sạch tú hết cô vi bẩn lên chân mót khôn mót vô lòng khlam lòng san của trong mỏng như vậy mà là đập hì lại đặt tên ở đây luôn nhà này là về bị STK nếu nhung thành được khơi như miền plus STK mùi nhưng mà đi biểu nào thành mới đi nào cái này ơi nè nhung khơi kẻ on trend tay tóc chất đã đủ tên mùi anh ấy đâu chỉ miền mà nó cùng mùi có cùng bảy cô ấy nhung xem chất hai tên mùi bàn tay nhung tên nó cứ thở chất mỏng đơn nhung dậy chẳng cứ nhóm si chỉ muốn nâng hot pink là được nè xem bây giờ này cứ nhóm phở ở trái si son bảy sạch khăn nó mãi lờ ui bắt chuột tôi cái rồi nè nè còn đằng trắng ấy hay cái miếng chuột cái tôi mới đây mà đơn này nè hot tóc trắng ô nào cái này xa khá lắm nè hai nè khả không có lỏng chuột màu bọc chắc xa hào không đẹp sai anh đa này cái này tôi ăn sao vậy chồng cô nhà đại qua cho chất phở cái này nào trên màu cứ chân nát nhanh màu nó được ở nè cứ nhôm đi không ở nhà được ở kia rồi men lên đập mũi làm khục nè mỏng chả cô này cứ qua địch red mỏng anh ta có địch red mỏng mày có hom không đá cứ có hom thun ngô đẹp sai chung anh cái chỉ các bạn mà cứ nhung đi mình ăn được này miền pò này tam của bộ mũi bên này ai mơ tàu trong nhanh ai chẳng á đã qua nè nhanh mỏng và ta cứ cho đai my favorite perfume nhà khi cho tật áp mặt đòn tật áp này cứ nhung miên cho mùi nâng vitamin C screen anh ấy cứ nhung cho chặt ban cho nó lửa khôn ở xa cái miên shimmer bling nó nâng hay khôn cơ cu lòng phải em lòng chưa có bà bên thật chẳng ai bạn nhật tạm ấy cứ nhung miên cho mùi nâng CCE nick nên làm tha khôn cái hiện đây phun mình và bạn thay như đồ cho thật thơ mà thơ ở bên cao nên sao khỏi ấy nó không năng tình pin đi cứ là nên cứ nhóm slang pin nên là ở kia cứ lâu ti muối đó là kia để nhóm che lôi tên được option bàn tay cứ nhóm tên ban khơi để nhóm thở chặt bàn tay hơi smell cái tên được op này cứ nhóm tên nó không phe con là được kia còn mình sponsor ấy còn để nhóm nai non khởi lô này được kia trong start thở được option ở đằng thang tên bị phe na khai cái bao khai ấy nào kia tên một phe quạt bán hai tên to đo hang ban được kia quạt mình liền một anh nào kia tay mỏng này nhóm tay mà hang cứ nhóm ban pi khơi nó bàn tay cứ đập bài khang bàn tay tìm muối nào kia hơi khăn nữa cứ ôi chui khang anh nhóm dậy màn chừng nào kế cho sập hẻm ấy ta lại đôi chia cái sập hẻm gì ôi nhóm dậy màn khăn cái ở nào khi banh từ bụng tới hiện là việc thay hiện chui hiện ca ở trong nó bàn tay nào tóc viên mà du mỏng á viên nào trên tôi chưa khăn muối đai cọ ô mỏng nhưng mà đơn giản khăn ấy vậy bàn tay cứ chưa khăn muối đai cọ ô hay sạch unique được đủ phải điên kiện chẳng này được kia vàต่อมาคือไหนแกอัดเมียนเนาะนี่ได้ซีมาจิคอมนี่ก็จะ favorite บอกโยมมองตั้งเป็นโยมพอตามวยบุญเหียนนะแต่ก็คือแล้วโหได้โยมเหียนแต่ยังสิงพอให้สมัยขนาดนี้คือช่วยข้างงานระเบียบท่าเหียงแบบมีมาสร้างในขนมนังเหียงดังใหญ่ท่าเหมือนใจตายเวียช่วยข้างมองสมัยโยมคือโยมสลังขนาดนังให้ได้ซีนี่ก็แกมินชอนะมินระเบียบตัดตายตัดคลาปอใบตองปอลวงไอ้มินชอมันตั้งสมัยโยมคือโยมสลังขนาดนังมองจนเอาแกนี้50 แต่ไหล$75แต่แนวนี้ตัดอัพคือเผาบ้านยูไงยังจะไหนเติมมาดองไม่เป็นตาคือเผาบ้านยูบ้านยูเหม็นแตนหมองทั้งไงจะดำได้ยังไงตาจับเนี่ยแต่อันนี้ก็โจประเภทมาสั้นมาดองอันนี้คือมาสั้นพลมสอย้มแต่ในขนมมาสั้นนี่คือเกมินlà hot dog các ba thèm có bò muối như thế này mình các ba plom mà này các ba plom nào khi mình các ba plom các ba mua hồn choe mua hồn đam
bạn bọ các bạn sắt ô của mùi giờ nào khi hay đó đố số mình cái còn là Scott máu cứ dương đô các ba này hay mèo cầm lặng cái cứ miên đau bay này khi miên plum tật chẹo plum cái đau là mồm hay plum cái đau khăn tai co mình cái đau đôi dương từ oi salon plum đây cứ cái đau mà mồm ăn khô sợi hay tam nhom chám từ lại cái mà chốt đấy ăn đau ha sập hề đây hay nhom phò máu pi năm chiêng lên đó khi chàng cứ phò ban du khăn mình tan hay mèo này để quát trong ban này có ai phơi ca có mỏng cho mùi nhom ban đây cứ nhom miên tật tu có mỏng được khi hay nhom từ này thay nào khi được banไอ้วันได้ละออตพอโดนยมพอจังหยาที่พอมาพิชในมือปตามาโชว์เลยแบบมูสบาใสๆคือตะบงแล้วคือด้านหน้าเมียนี่คือกิฟต์ทองคือดังแต่เมียนะกิฟต์ทองนี่คือละออพอนะปตามาคือเมียมูหวนไปแค่แนวนี้ยมจังเลื่อนจังไอ้จังคือยมมูเหล่านี้คือเลื่อนเหมือนตาหมองประเพณจังไงให้มุดที่คือยมเมียนเหียงกระเป๋าเปล่านี่เลยยังกับเห็นนัดทมปังเปาเองจังเตอร์สะอาดได้นะแต่ก็คือเอาวันนี้บ้านเราคือจังบ้านก็ไอ้เพื่อกากระหม่อมปียมได้ผู้ยมสังใจกระหม่อมมาเผาทุนไอ้แต่ก็ให้ปัจจิละออเผาแมนโอเคนะแต่ก็คือปัตตาคือโจกระโบกมาดองกระโบกได้ยมเผาอะไรนั่นคือยมเมียนอันนี้มวยคือยมเสม็ดดัดตัวเธอกาโดยซาวิทมดัดระบอไอ้วันบ้านช้อนให้สะอาดเหมือนเต้นหมดเลยแต่ก็คือให้เนื้อหางขนมแตงมาเนาะก็เกมินเอากระโบกนี้มาเยอะมวยได้คือบอชาเลสอันแค่นั้นแต่ก็คืออันนี้แปลมาปีสิงคโปร์ผัวไปยมตัดแต่งนั้นคือยมซวยคลายโดยแปลมือตีดบอกไอ้จังนั้นให้สมัยกระโบกนี้แต่หลายการสับปมวยจดข้อกอดจดการก็ยมตักตรงปนแต่ก็คือตายคือแต่งเผามวยดังมวยหมองอัดงี้ตนาแต่ให้สะอาดเหมือนแต่คือยมสลายหมองแฉะตายเก็ตเว็บแบบนี้ตั้งแต่เหตุบุรีได้ฮะกระโบกนั้นทมถึงครวนเตียนคือยมเผาจมูกนั้นกระโบกyesบอกยมนี้คือยมสลันเบียเหมือนตาหมองแจคืออันนี้ยังอ่านเธอจีจังไงนี่เนาะคือเธอจีคลายสมัยสเปรย์กับบ้านใช่เนาะคือหรือก็เธอจีไซไว้กับบ้านได้แต่กระดาษนี้เนี่ยเดี๋ยวคือยมเซนเหมือนตาเดี๋ยวซากันเอาวิปลักเบอร์จังเราให้ยมโยกระดาษจุดมันมาคูเต้าคือหลังจังระบอกคือโอ้ยโซลิงสมเต้ากระโบเหมือนตาหมองนั่นเนาะคืออันนี้เราจะมีปอกขมาวมือเดียไทยเคินจังนั่นเป็นตาได้หวานบ้านช้อนเดี๋ยวซาเกมีทอดช้อนให้อันนี้ก็ยมไตเมาโดดมัดชนะไม่ดงใช่ให้จมปูแต่ไหลแก้คือมาดอยมาพายม้วนจดกลางจะปตาเต้คือยมมีกระโบชิละกันกำที่กระบอกกำที่ยมอะไรคือยมเป็นตามมวยนี่ให้คือโปรหินได้สาวจังคือยังมาดังไม่เอาแต่เต้นแบบให้กระบอกจังคือยมสั่งแต่โปรหินสาวให้ดังไงดับชาประหลาดบรรดาในตาสลายอันนี้ชุดข้างแบบให้กันเต้ามาหมองวีอัดระเบียบแค่si bị lại pe đi coi bồ đàn pe cứ thì hay nơi hàng không kế cứ thọ tròn đại bản bàn cho tao bên mỏng hay số mẹp cái bộ ní cứ nơi miên tròn po tiệt chỉ nào khi bàn tay đưa nhung vậy cho cứ nhung sành po anh em bàn tay mỏng hay cả nhung tay lại cái đồ chỉ không cho mũi cho mà ấy không lệch ba cái nào khi ta bàn tay cứ sạch bàn tay mỏng cứ sạch lăng khomการเตอคือสะอาดทลายขนมมองให้ขับดังก็ยังมีระเบียบกระโบขับเปล่าไอ้จับชมไอ้ตะตามนังตีโอเคนะแต่ก็คือแต่บงทางจับไปฝันใต้ก็ยังมีหืมจังใหญ่มุ้ยตีนะคืออันใหญ่บ้านนี่จำแพร่ตอนจมูกนั่งอันไหนไม่ที่จ่าก็ยังพอจมูกนั่งอันนี้ยังช่วยท่านเอาคือสกอร์ไล่ผัวนี้คือใส่ยังพอช้อนให้มันได้คือ PA นี่ก็ยังช่วยพอประกาศชูอย่าสนาวคือยังไงคือยังพอปีนั่งสำอาดบางไงยังพอปีด้านหนาวคือไปพอจมูกนั่งไปเรื่องยีไทยคนที่สารมาแบบไทยยังอัดเป็นปัญหาไอ้จังนั้นจังก็คือจังนายนอมเอาอ่อนแต่ก็เติมแต่เป็นไว้ไอ้คือดูก็มาไอ้ก็จับอารมณ์จมูกนั่งโกนแต่ตอนจมูกนั่งปัญหาหึงนั่งพองกับจามเตอดาวมีปัญหาเติมเยอะมาเชียร์บ้านจังคือประบาจังคือการเปรียบภาษาเชียร์บ้านให้มูที่คือแต่ตอนจมูกนั่งกระดาษชุดหมดนี้ให้ไอ้บ้านยังเจ้ามันใช้แนวนี้แต่ซาแต่เชียร์ตลอดหมดเนี่ยคือเราไปได้โจตุกตะไคร้คือเราไปได้โจตุกตะคือยังตายแต่พอกระดาษให้นั่งไงคือจูดสำอาดกลมเอาเนื้อซาวเนื้อไอตะขาบมีเมโรมีไอจังนั่นคือกูตาตลอดโจตุกตะมีกระดาษพอพองให้บ่อสมัยยมหมองคือยมตายแต่đặt cái này tam của bộ nhung đôi chiều về từ xa từ nửa ở trong nhung ở sâu phò cái này bỏ kia tục ai nó không phải tục tập ăn tới cứ nhung tay đai phò cái này bỏ nhung đặt to luôn mòn
ព្រោះមិនថារបស់គេអីមកយើងណាគ្នាគាត់ថានេះគឺយើងការពារខ្លួនឯងអញ្ចឹងណាហ្នឹងហើយហ្នឹងអីដែលខ្ញុំចង់ចែករំលែកនៅចុងក្រោយវីដេអូនេះអញ្ចឹងសូមដែលស្អល់ឯណាទាំងអស់គ្នានេះគឺជា product ដែលខ្ញុំបានប្រើនៅក្នុងឆ្នាំ2025ហើយក៏កំពុងតែបន្តប្រើនៅក្នុងឆ្នាំ2026នេះដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការធ្វើវីដេអូបែបហ្នឹងចូលចិត្តការចែករំលែករបស់ខ្ញុំហើយហ្នឹងហើយចាំជួបខ្ញុំនៅវីដេអូក្រោយៗទៀតឬក៏អ្នកគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹងអីទៀតអ្នកគ្នាអាច comment ខាងក្រោមបានចា៎ជំរាបលាបាយបាយ